នាងខ្ញុំឈ្មោះហ៊ុនគឹមអត់នាងខ្ញុំវ៉ាន់ពន្លឺខ្ញុំគឺជាបុគ្គលិកផ្នែកលក់ត្រាក់ទ័រទូនីតិជាអ្នកផ្ដល់សេវាកម្មជូនអតិថិជនក្នុងនាមខ្ញុំជាស្ត្រីមួយរូបដែលបម្រើការងារជាមួយនឹងគ្រួសារចនឌីរយៈពេល13ឆ្នាំជាស្ត្រីម្នាក់ដែលតែងតែទទួលស្ដាប់នៅរាល់បញ្ហាជំរាបសួរនាងខ្ញុំជាបុគ្គលិករបស់ក្រុមហ៊ុន RMA Cambodia ផ្នែកគ្រឿងយន្តកសិកម្មក្នុងទូនីតិជាអ្នកផ្ដល់សេវាកម្មជូនអតិថិជនហើយក៏ជាមនុស្សម្នាក់ដែលទទួលបាននៅបទពិសោធន៍ការរៀនសូត្រនិងឱកាសការងារជាច្រើននៅក្នុងវិស័យការងារមួយនេះជាស្ត្រីម្នាក់ដែលទទួលស្ដាប់នៅរាល់បញ្ហានិងតែងតែនៅជាមួយនឹងក្រុមការងារជំនាញដោយមានការតាំងចិត្តយ៉ាងមុតមាំក្នុងការផ្ដល់នៅសេវាកម្មនិងរកដំណោះស្រាយក្នុងគោលបំណងបំពេញចិត្តអតិថិជនរបស់យើងក្នុងនាមខ្ញុំជាស្ត្រីមួយរូបដែលបម្រើការងារជាមួយនឹងគ្រួសារចនឌីរយៈពេល13ឆ្នាំចានៅក្នុងក្រុមហ៊ុន RMA ចាហើយខ្ញុំគឺជាបុគ្គលិកផ្នែកលក់ត្រាក់ទ័រហើយខ្ញុំមកសារចុះជួបជាមួយនឹងបងប្អូនផ្ទាល់ចាបងប្អូនកសិករយើងផ្ទាល់ហើយគាត់តែងតែសួរសំណួរមួយមកកាន់នាងខ្ញុំចាគាត់សួរខ្ញុំថាចេះថាបងចុះមកខាងកសិកម្មអញ្ចឹងវាហត់នឿយវាលំបាកខ្លាំងណាចាហើយខ្ញុំញញឹមឲ្យឆ្លើយមកគាត់វិញថាបងស្រីក៏ដូចជាខ្ញុំចាគឺពិតជាមានតួនាទីសំខាន់ណាស់នៅក្នុងការជួយលើស្ទួយលើវិស័យកសិកម្មនេះបងប្អូនចាដោយសារបងស្រីគឺជាអ្នករៀបចំទុកដាក់លុយកាក់បានពីការភ្ជួររៀបចំបាយទឹកជូនបងប្រុសចាពេលខ្លះគឺបងស្រីគឺបានចុះប្រឡូកផ្ទាល់នៅក្នុងការធ្វើស្រែធ្វើចំការហើយម្យ៉ាងទៀតមានបងប្អូនស្ត្រីមួយចំនួនទៀតគឺគាត់អាចស្ទាត់ជំនាញនៅក្នុងការប្រើប្រាស់ត្រាក់ទ័រផងដែរចា៎ដូច្នេះស្ត្រីយើងពិតជាមានសារៈសំខាន់នៅក្នុងការលើកស្ទួយគ្រប់វិស័យមិនថាក្នុងគ្រួសារក៏ដូចជាសង្គមជាតិយើងទេសូមជូនពរបងប្អូនស្ត្រីទាំងអស់ជួបតែសំណាងល្អនិងសុខភាពល្អគ្រប់គ្នា